ជំរាបសួរបងប្អូនថ្ងៃនេះយើងមកធ្វើពីប្រហុកចំហុយជាមួយសាច់ជ្រូកនិងពងទាបងប្អូនឲ្យមានរសជាតិឆ្ងាញ់ដើម្បីធ្វើម្ហូបមួយមុខនេះយើងត្រូវតែហាន់សាច់ជ្រូកជាចំណិតតូចៗនិងចិញ្ច្រាំវាឲ្យម៉ត់ជាមុនសិនបន្ទាប់មកទៀតយើងចិញ្ច្រាំខ្ទឹមនិងចិញ្ច្រាំប្រហុកឲ្យម៉ត់ផងដែរបន្ទាប់ពីចិញ្ច្រាំឲ្យម៉ត់ហើយយើងត្រូវឆ្កៀកសាំងដាក់ចិញ្ច្រាំលាយជាមួយគ្នាផងដែរបងប្អូនបន្ទាប់មកទៀតយើងច្របល់ប្រហុកជាមួយសាច់ជ្រូកឲ្យចូលជាតិគ្នាជាមួយនឹងកសាំងផងដែរហើយយើងកោសពងទា3គ្រាប់ចូលតែម្ដងបងប្អូនសម្រាប់ប្រហុកចំហុយបើសិនជាយើងមានខ្ទិះដូងក៏កាន់តែធ្វើឲ្យម្ហូបយើងមានអាជីររសកាន់តែឆ្ងាញ់មួយកម្រិតទៀតបងប្អូនប៉ុន្តែថ្ងៃនេះខ្ញុំអត់មានខ្ទិះដូងអញ្ចឹងហើយក៏ខ្ញុំដាក់ទៅតាមនឹងទៅបន្ទាប់មកទៀតបន្ទាប់ពីកោសពងទារួចហើយយើងត្រូវថែមស្ករហើយនិងប៊ីចេងលាយច្របល់ចូលគ្នាយើងអត់ពិបាកថែមអំបិលទេដោយសារតែយើងដាក់ប្រហុកយើងប្រៃស្រាប់ទៅហើយបងប្អូនបន្ទាប់មកទៀតយើងវាយពងទាឲ្យម៉ត់ចូលជាតិគ្នាតែមួយបងប្អូនបន្ទាប់ពីវាយប្រហុកឲ្យចូលជាតិហើយយើងដាក់ឆ្នាំងឲ្យក្តៅយើងចាក់ទឹកចូលដើម្បីចំហុយប្រហុកតែម្ដងបងប្អូនយើងឃើញថាប្រហុករបស់យើងឆ្អិនប្រហែលជា60ទៅ70%ហើយបន្ទាប់មកទៀតខ្ញុំក៏ដើរទៅខាងក្រោយទៅបេះផ្លែម្ទេសដើម្បីដាក់ជាមួយនឹងប្រហុកដើម្បីបង្កើតជូរដើម្បីបង្កើតរសជាតិឲ្យកាន់តែឆ្ងាញ់ខ្ញុំមានម្ទេសដាំខ្លួនឯងអញ្ចឹងវារសជាតិឆ្ងាញ់ជាងយើងទិញផ្សារបងប្អូនបើយើងទិញផ្សារវាអត់សូវមានរសជាតិឆ្ងាញ់ដូចតែយើងដាំធម្មជាតិចឹងទេហើយយើងញ៉ាំទៅមានសុខភាពជាពិសេសអាម្ទេសដែលខ្ញុំកំពុងបេះហ្នឹងគឺបើសិនមកវាខ្ចីយើងបេះវាធ្វើជ្រក់ញ៉ាំជាមួយគុយទាវឬញ៉ាំជាមួយនំបញ្ចុកមិនបាច់ជ្រក់ក៏បានដែរយើងញ៉ាំឆាជាមួយនំបញ្ចុកគឺរឹតតែឆ្ងាញ់បងប្អូនព្រោះម្ទេសនេះម្ទេសដាំដោយផ្ទាល់ដៃអញ្ចឹងយើងអត់មានជាតិគីមីជាតិអីទេបងប្អូនគឺធម្មជាតិ 100% បងប្អូនចាំមើលដៃខ្ញុំពេលបេះហើយម្ទេសនោះគឺក្រហមស្រស់ប្រុងល្អមែនទែនហើយបើសិនណាយើងយកទៅញ៉ាំជាមួយនំបញ្ចុកបើបាននំបញ្ចុកឆ្ងាញ់ជាពិសេសអាខ្ចីហ្នឹងគឺខ្ញុំចូលចិត្តញ៉ាំម្ទេសខ្ចីហ្នឹងគឺញ៉ាំមួយនំបញ្ចុកត្រូវគ្នាម្ដងម្ទេសប្រភេទហ្នឹងពេលយើងបេះបានហើយក៏យើងយកទៅដាក់នៅក្នុងចំហុកប្រហុករបស់យើងគឺមិនថែមជីរហើយតែឆ្ងាញ់ចាផុសរបស់ខ្ញុំក៏បានឆ្អិនហើយអរគុណបងប្អូនសម្រាប់ការទស្សនាសូមបងប្អូនជួយចុច like និងជួយចុច subscribe ដល់វីដេអូរបស់នាងខ្ញុំផងអរគុណបងប្អូនសម្រាប់ការគ្រប់គ្រងមើលនៅវីដេអូរបស់នាងខ្ញុំអរគុណបងប្អូនសូមជួបតែសុខសប្បាយសុខសុវត្ថិភាពរស់ស៊ីមានបាន